nhóm lục ân xuất lục ban lẹ bong trao hay khlang mền tên không niêm chia khmai và xong group nâng chụp số công an quân khmai chỉ group này an được ngọc ní chỉ bắt thì công an cố cầm tàu quân khmai được nên đừng chui xe chạy đồng lấy video này hả ban chan tam tại phơi từ bàn đâm bay chỉ xa đặt tiền côn khmai dừng ở ban mình giờ tệ mình smart đây nhẹ lật và dốt lục ân xuất rư còn lục ta xuất chia cầm ru và phong bồn nhầm giấy nè khmai dương mui chùm nuôn á từ nơi thái á mình khuôn ấy mình tăng ban cao sinh chết thay phong nè khla nó cứ trong khuôn ấy khla chết thay nè trong lẹ bong thiệt chỉ khmai và khuôn ấy nó đâm trong ban khuôn ấy cho khuôn ấy khla chết thay đâu và dưới 700 giấy từ đó khmai dưới để con nơi đại con miền này là đại con bàn từ thái đôi khmai của đầy ram khmai si skate khmai sờ rắn này mà chùm nuôn đó nè 700 giây làពួកគាត់ទេសូម្បីតែខ្មែរយើងដែលនៅខ្មែរកដាអីនេះទៅថៃតែ3 4 5ឆ្នាំក្រោយមកគឺចង់ខ្លាយជាថៃអស់ហើយណាអ្នកខ្លះមិនតឹងមិនទៅមិននឹងប្រាប់គេថាខ្លួនឯងខ្មែរផងណាអ្នកខ្លះចង់ឲ្យខ្លួនឯងខ្លាយជាថៃផងបាទពួកខ្មែរយើងមួយចំនួនឆាប់ផ្លិចខ្លួនឯងណាឆាប់ផ្លិចចិត្តខ្លួនឯងណាឆាប់ផ្លិចសញ្ជាតិខ្លួនឯងណាបាទអត់សូវមានសតិមានមនសិការស្នេហាជាតិប្រមាណទេមិនទាំងអស់ទេមិនគាត់ថាមានខ្មែរយើងអញ្ចឹងបាទតែទៅដល់ប្រទេសគេចាប់ដើមផ្លិចខ្លួនឯងបដាហើយបើសិនតែខ្មែរខ្លះនៅថៃហ្នឹងគឺចង់ឲ្យខ្លួនឯងខ្លាចជាថៃហ្មងបាទហើយយើងមិនចាំនិយាយដល់ខ្មែរសេរីខ្មែរសរិនខ្មែរបរិរាមអីទេពួកគាត់នៅតចំនួនដូនតាពួកគាត់ស្លាប់អស់ហើយនៅគាត់ចំនួនក្រោយគាត់កើតនៅទឹកដីហ្នឹងគាត់ថាទឹកដីថៃគាត់ចង់ខ្លាយខ្លួនជាថៃផងបាទព្រោះដូនតាគាត់កើតអត់តន់ជំនាន់ទឹកដីនឹងនៅជាខ្មែរណាគាត់កើតអត់តន់ទឹកដីនឹងដែរខ្មែរគ្រប់គ្រងណាគាត់តែកើតអត់តន់ថៃគ្រប់គ្រងអញ្ចឹងគាត់និយាយភាសាខ្មែរប៉ុន្តែគាត់គិតថាដីនឹងដីថៃហើយគាត់ចង់ខ្លាយជាថៃបាទប៉ុន្តែខ្ញុំសរសើរលោកឪស៊ុចណាលោកហើយគោរពលោកឪស៊ុចណាលោកលះបង់បងប្អូនគាត់មើលលះបង់លះបង់ហ៊ាននិយាយហ៊ានបង្ហាញហ៊ានដាក់ស្ទើរស្មារតីចិត្តសាសខ្មែរយើងណាហ៊ានបញ្ញាក់ស្មារតីប៉ុតលោកនិយាយក្នុងន័យបញ្ញាក់ស្មារតីខ្មែរយើងដែលនៅខេត្តមួយចំនួននៅថៃហ្នឹងដូចនៅបរិយារាមនៅសរិនហ្នឹងឲ្យមានស្មារតីកុំឲ្យឆាប់ភ្លេចសញ្ជាតិខ្លួនឯងមានថាឆាប់ដាក់ដើមកំណើតខ្លួនឯងណាខ្លួនឯងជាជនជាតិខ្មែរដើមណាជាម្ចាស់ទឹកម្ចាស់ដីដែលយើងនៅធ្លាក់នៅក្រៅប៉ះក្រុមគេត្រូវមានសតិកុំភ្លេចកំណើតរបស់ខ្លួនឯងកុំភ្លេចខ្លួនឯងថាជាដូនតាប្រវត្តិរបស់ខ្លួនឯងជាខ្មែរលោកចង់មានអីចឹងតែលោកលក្ខណៈបែបលោកខឹងវិញទៅលោកនិយាយលក្ខណៈរៀងទៅប្រាវទៅធ្វើឲ្យខ្មែរមួយចំនួនដែលគាត់នៅថៃហ្នឹងគាត់មានការខឹងសម្បាបាទប៉ុន្តែលោកឪសួងលោកនិយាយនេះក្នុងន័យដាស់តឿនស្មារតីកូនខ្មែរយើងខ្លាំងមែនតើបើសិនជាយើងកាត់យកមកកាត់បន្តិចណាបាទតែបើសម្រាប់ខ្ញុំអត់បន្ទោសបងប្អូនខ្មែរសរិនបងប្អូនស៊ីសខាងបរិយារាមអីទេពួកគាត់នៅនឹងតកូលតជំនាន់គាត់ហើយតែគាត់ថាខ្ញុំចង់បងប្អូនណាបើសិនជាបងប្អូនអត់នេះមិនចង់ខ្លាចជាខ្មែរក៏អត់ទៅតែបងប្អូនកុំឲ្យមើងងាយដូនតាខ្លួនឯងតែប៉ុណ្្នឹងទៅកុំឲ្យចេញមកអះអាងថាគេទឹកដីគេទាំងដែលខ្លួនឯងជាខ្មែរម្នាក់ដែរមានដូនតាជាខ្មែរណាបងប្អូននេះនៅនឹងសុបាយក៏សុខសប្បាយទៅបងប្អូនស្ងាត់ទៅបាទណាតែបងប្អូនឯងចេញមកនិយាយទាំងតែខ្លួនឯងជាខ្មែរម្នាក់ហើយនិយាយបំពេញខ្លួនឯងអាហ្នឹងបងប្អូនអរនេះវាផ្លេចកំណើតខ្លួនឯងណាអញ្ចឹងលោកតាសុញលោកនិយាយមកក្នុងន័យមួយដាស់តឿនស្មារតីខ្មែរយើងមិនថាខ្មែរដែលនៅថៃទេខ្មែរក្រោមខ្មែរកដាលខ្មែរទូទាំងពិភពលោកដែលជាខ្មែរហើយទៅនៅនរណាក៏ដោយគឺត្រូវស្គាល់ខ្លួនឯងត្រូវមានមនសិការខ្លួនឯងថាជាខ្មែរហើយលោកបានលះបង់ខ្លាំងពួកអីលោកឥឡូវគេដកលេខឲ្យចូលថៃហើយលោកគេដកសញ្ជាតិទៀតអញ្ចឹងលោកលះបង់ណាទាំងដែលខ្មែរយើងមួយចំនួនមិនទាំងបានសញ្ជាតិជាថៃផងចង់ខ្លាយជាខ្លួនឯងជាថៃនោះអ្នកខ្លះបាទតែលោកអត់ទេលោកដើម្បីខ្លួនឯងជាខ្មែរលោកដឹងខ្លួនឯងជាខ្មែរពេញបេះដូងលោកសុខចិត្តណាលះបង់សញ្ជាតិរបស់គេមកណាជាខ្មែរលោកចង់នៅខ្មែរលោកចង់ស្លាប់ជាឈ្មោះជាខ្មែរមិនត្រូវការស្ពីឈ្មោះជាសាសគេព្រោះដូនតាបុព្វបុរសសិតតែខ្មែរអញ្ចឹងលោកប្រើឈ្មោះជាខ្មែរពេញលេញក្នុងការបង្ហាញមានប្រទេសមានទឹកដីលោកមកជាខ្មែរមានប្រទេសយើងក៏លោកប្រទេសខ្មែរលោកជនជាតិខ្មែរមានប្រទេសលោកអត់សុខចិត្តនៅជាមួយនឹង
จนจิตเก้ប្រើพระឈ្មោះប្រើไอ้ logo ប្រើឈ្មោះរបស់គេហើយរស់នៅក្រោមគេហើយខ្លួនឯងជាខ្មែរតែរស់នៅក្នុងប្រទេសជាមួយគេហើយប្រើឈ្មោះប្រើផ្លាករបស់គេហើយអត់ចឹងឯងប្រើផ្លាកជាខ្មែរប្រើឈ្មោះជាខ្មែរមានប្រទេសជាខ្មែរនេះបាទចឹងខ្ញុំពិតជាគោរពការឆន្ទៈរបស់លោកហ្នឹងមិនថាសការរបស់លោកពួកអីហើយលោកសិស្សតាំងពីដើមតាំងពីលោកនៅក្មេងលោកតែងតែនិយាយឲ្យខ្មែរយើងមានការស្និទ្ធស្រឡាញ់ខ្មែរលោកតែងតែនិយាយរហូតហើយមិនមែនតែមិននិយាយឡើយទេលោកនិយាយយូរហើយបាទខ្ញុំស្ដាប់លោកទេសនាយូរហើយបាទចឹងហើយនេះគឺជារឿងមួយដែលខ្ញុំចង់ចែករំលែកប្រាប់បងប្អូនខ្មែរយើងទាំងអស់គ្នាសង្ឃឹមថាបងប្អូនជួយ share ចែករំលែកទាំងអស់គ្នាបាទហើយសម្រាប់ខ្ញុំកណាបងប្អូនខ្មែរទាំងអស់យើងស្វាគមន៍លោកឪស៊ុចឲ្យមកប្រទេសខ្មែរយើងហើយស្វាទំនុកបំរុងជួយមើលការខុសត្រូវជួយមិនឲ្យខ្វះខាតទេទៀតអញ្ចឹងអរគុណច្រើនបងប្អូន